ទាំងអស់គ្នាគិតមិនដែរចំពោះការ revamp ទៅលើ Hero Idara មួយនេះណាសម្រាប់ខ្ញុំគឺវារៀងប្លែកដៃមែនតិចប្លែកដៃទៅលើ LT ពីមុនយើងគ្រាន់តែអូស LT នឹងទៅរក Hero ទៅគឺវាឆក់ហើយតែឥឡូវអត់ទេឥឡូវវាចេញជាដុំវិញទៅខ្ញុំវារៀងប្លែកដៃមែនតិចការ revamp នេះទី1របស់វាហ្នឹងគឺទៅដូចជា skill ទី1របស់ Valentina វាលក្ខណៈចេះអញ្ចឹងហើយ skill ទី2គឺវា stand អីធម្មតាទេហើយ skill ទី3គេដូរពី lock មក target ទៅជា lock LT ធំដូច LT well អញ្ចឹងណាហ្នឹងហើយការ revamp ហ្នឹងហើយការ combo skill គឺនៅដូចដើមទេប៉ុន្តែវាប្លែកត្រង់ថានៅពេលដែលយើងចាប់ stand skill ទី2ហើយយើងដាក់ skill ទី1ហើយយើងនៅចិត្ត enemy អញ្ចឹងទៅគឺវា load ឆក់ជុំឆក់ពីខ្លួនយើងទៅកាន់ enemy អញ្ចឹងណាហ្នឹងហើយហ្នឹងចំពោះការ revamp ថ្មីទៅលើ skill ទី1និងទី2ហើយខ្ញុំវារៀងប្លែកដៃមកបន្តិចត្រង់ថាធ្លាប់តែរាល់ដង combo skill ទី2 skill ទី2ហើយ RT ហើយ skill ទី1ពីមុនមក target ដល់ពេលឥឡូវវាចេញជាដុំទៅខ្ញុំដាក់ RT ហួស enemy រហូតវារៀងពិបាកបន្តិចហើយចំពោះការ revamp គឺខ្ញុំមានតែប៉ុណ្្នឹងឯងវារៀងប្លែកដៃមកបន្តិចវាអត់ប្លែកខ្លាំងទេតែលេងយូរទៅវាស៊ាំហើយ